សូមទូលប្រកេនលោកគ្រូព្រះវញ្ញធិរោភិក្ខុមហាយានឿនព្រះប្រធានសមាគមពុទ្ធសាសនាជួយសង្គ្រោះខ្មែរនិងជាព្រះប្រធានសមាគមពុទ្ធសាសនាខ្មែរនៅ Orange County និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរកុងនៅសហរដ្ឋអាមេរិកនិងជាបច្ចាតិកាវត្តខ្មែរសន្តានាជំរាបពរញាតិញោមពុទ្ធបរិស័ទជាពិសេសញោមមហាបាសិកាអេបឆៃគឹមហើយលោកយាយហាវ៉ៃនេះជំរាបពរមួយទៀតគឺសូមជំរាបពរញោមមហាបាសកសរិនសួនបានពរនេះគឺជាដីដែលញោមបានជីវកាលពី2ឆ្នាំមុនតម្លៃ$7,200សម្រាប់មកពង្រីកបានពរបរិជ្ជដីវត្តដើម្បីឲ្យត្រូវជ្រុងពីព្រោះដីវត្តវាឆាវបានពរគឺឆាវឲ្យញោមមហាបាសកសរិនសួននិងញោមស្រីមហាបាសិកាសួនកំសាយក្រុមទាំងបុត្រធីតានឹងញោមបានចំណាយនៅធនធានជាថវិកាបច្ច័យចំនួន$7,200ហើយដីម្ដុំមុននោះគឺពីកន្លែងនោះគឺ$3,000 $3,500អញ្ចឹងគឺគ្រាន់តែញោមជីវដីនេះគឺអស់ជា$10,000ហើយបានពរឥឡូវនេះអាត្មាបានមកដល់វត្តយើងនេះគឺដើម្បីបានចាក់ដីចំបានពឥឡូវហ្នឹងឲ្យគេចាក់ដីកាយដីតពាំងយើងហ្នឹងយកមកចាក់នៅទីនេះដើម្បីឲ្យស្មើហើយយើងនឹងចាត់ចែងធ្វើស្អីផ្សេងទៀតជាប្រយោជន៍ក្នុងពុទ្ធសាសនាបូជាដល់ការបួសរៀននៅក្នុងវត្តកជាឃុំកជាសុខសន្ទុកខេត្តកំពង់ធំដោយញោមអញ្ជើញមកឃើញហើយនឹងមាំងសង្ឃចក្ខុនៅទីនេះកាលពីប្រហែលឆ្នាំមុនហើយថ្មីហ្នឹងញោមក៏មានសទ្ធាប្រាថ្នាចង់អញ្ជើញមកដែរបានពរតែសារតែអាត្មានិមន្តមកមានរយៈពេលខ្លីម្ល៉េះហើយក្នុងកំឡុងពេលដែលឥឡូវនេះញោមអញ្ជើញទៅ San Francisco ទៅផ្ទះកូនហើយមិនបានអញ្ជើញមកហើយប៉ុន្តែសង្ឃឹមថានៅពេលក្រោយញោមនឹងអញ្ជើញមកហើយញោមប្រាថ្នាអញ្ជើញមកហ្នឹងគឺប្រាថ្នាចង់ឃើញកិច្ចការងារនៅទីនេះក៏ថាតើត្រូវធ្វើអីខ្លះបំពេញទានផ្នែកអីយ៉ាងម៉េចហ្នឹងញោមនឹងសិក្សាពិនិត្យមើលនៅលក្ខខណ្ឌក៏ដូចជាប្លង់គម្រោង plan ត្រឹមត្រូវច្បាស់លាស់ញោមនឹងបង្អោននៅសទ្ធាជ្រះថ្លានោះទៅតាមកម្លាំងទៅតាមសទ្ធាដើម្បីចូលរួមជួយនៅទីកន្លែងនេះពីព្រោះញោមឃើញមានការបួសរៀនហើយមានចៅក្មេងកព្រាមកបួសសិក្សារៀនសូត្រនៅទីនេះផងហើយឃើញញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តនៅទីនេះក៏លោកមានស្ថានភាពជីវភាពនោះមិនជាធូរធារទេបានពមិនធូរធារទេញាតិញោមដែលមានជីវភាពធូរធារនឹងមានប្រមាណតិចញាតិញោមដែលមានជីវភាពមិនសូវធូរធារនោះគឺមានប្រមាណច្រើនម្ល៉េះហើយការចំណាយធនធានពីចំណុះជើងវត្តនៅទីនេះសម្រាប់ការកសាងហ្នឹងគឺមានសភាពយឺតយ៉ាវម្ល៉េះហើយបានជានៅក្នុងពេលនេះអាត្មាភាពជាមួយនៅញោមអាចារ្យគណៈកម្មការមិនបានថតជាមួយនឹងប្រសង់យើងនៅកន្លែងកាយដីហើយនៅកន្លែងនេះគឺយើងកន្លែងចាក់ដីកន្លែងដីដែលញោមបានជីវហ្នឹងហើយជាមួយញោមអាចារ្យគណៈកម្មការបានពហើយដូច្នេះសូមញោមជ្រាបហើយអំពាវនាវដល់ញាតិញោមម្ដងហើយម្ដងទៀតឡាននៅទីនេះចាក់ក្នុងមួយឡានគឺបើយើងកាយដីនៅក្នុងវត្តយើងនេះគេយក$35,000រៀលបានព$35,000រៀលហើយបើយកពីខាងក្រៅមកគេយក$40,000រៀលតាមពិតគឺគេយក$45,000ជាង$10តែដោយសារតែប្រសង់ហើយយើងសុំតម្លៃទៅគេចុះនៅសល់$40,000ហើយនៅក្នុងវត្តយើងនេះគេចុះ$5,000រៀលនៅសល់$35,000រៀលប៉ុន្តែខ្លាចក្រែងដីយើងនេះវាខ្វះម្ល៉េះហើយអាត្មាសូមបានប្រកបប្រកាសចម្រើននឹងជម្រាបជូនញោមថាក្នុងមួយឡាន$10បានពមួយឡាន$10ហើយបើយើងបានប្រមូលបានថវិកាច្រើនសម្រាប់ការចាក់ដីនេះគឺជាការប្រសើរហើយសល់បច្ច័យយើងនឹងចាត់ចែងធ្វើអីផ្សេងទៀតប៉ុន្តែដំណាក់កាលនេះយើងធ្វើជំហានដំបូងប្រហែលជា500ឡានបានព500ឡានតបមក500ឡានទៀតហើយរហូតដល់ទៅពេញហើយដោយអាត្មាបានចំនួនពោញោមនឹងថាយើងរៀបចំធ្វើជាកន្លែងរោងផាត់ហើយដាក់ដើមឈើឬក៏កសាងអីផ្សេងទៀតបានពោនៅទីកន្លែងនេះហើយក្រៅពីពហិអាត្មានឹងសិក្សាបន្ថែមទៀតទៅលើខឿនបានពោចឹងសូមញោមមហាបាសកមហាបាសិកាក៏ដូចជាញាតិញោមជាពុទ្ធបរិស័ទសាធុស័ព្ទប្រុសក្រុមញាតិពធទាំងអស់សូមលោកជ្រាបជាព័ត៌មានក៏ឲ្យអនុមោទនានឹងចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនបើតាមប្រមាណមើលទៅប្រហែលជាដីនេះចាក់ប្រហែលជាប្រមាណ100ប្រមាណពាន់ឡានណាបង Kenapa tak semangat apa mana kau dibawa?
มือประมาณ5-6 ล้านเท่าไหร่ យើង เป็นไง ដូចយើងមុនដីកន្លែងនេះដូចជាគេចាក់អស់500ឡានយើងពីទៅមក น่ะ500 ล้าน 500 ล้าน 500 ล้านก็เอาต้นเป็นทียืน đây buộc cái ហើយ แทนทอย ហើយដីទៅនេះគេអត់លក់ទេមែនទេ เอาต้นมาสู้คือบอกคนได้นี้ก็น่าวัวแต่อาจจะตึงอันนี้จะตัวคือพลือนุเวีย38 ไม้ 38 ម៉ែត្រ น่ะอันนุวัวพี่นุจะตัวสระนุเวีย38 ไม้ 33 อาจจะตึง1 หมอสระนุเวีย15 ไม้ 5 10 น่ะวัวพี่วัวสระนุมองดอนนี้เวีย37 ไม้ អ ดอกนาโยตึงกุนกูมือใจเวียได้ตึงมาปาริวิได้ตึงอ่อนนี่มีฟ้าประบวนจดอยู่ไพปราบ 9A น่ะ 9A 9A.25 น่ะ បើហើយសួរគេទៅ ទៅកណាទៅអត់ទៅសួរម្ចាស់គេប៉ុនលឺទៅព្រះអង្គ ឆ្នាំ ថាលោក ឆ្នាំណានោះយើងអុំទៅសួរនៅណាគេទៅសួរគាត់ថាគាត់យក សួរថា 500 ណា មែនទេ គេអត់លោក500ឯងគាត់លោកច្រើនលោក ចឹង ណាលោកដូចជាថា2000នេះកំឡុង3000កំឡុងដែលកណាថាចុចដៃប៉ុណ្ណឹងគាត់លោកម្លោះ គាត់ថាយកបរិវត្តដែរហើយដីពុកម្ដាយគាត់ប្រកេនលោកច្រើនតាយមេ តែស្រែមួយទាំងដល់នេះគេលោកកងអស់ទៅតែប៉ុណ្ណេះ ហើយនៅស្រុកប៉ុណ្ណឹងនឹកឃើញអត់ទេតែសារគាត់ឃើញយើងទិញដីខាងផ្សេងទៀតនោះគាត់ចឹងហើយគាត់ចេះតែសំណោះនឹកឃើញថាចង់បានបច្ច័យខ្លះអញ្ចឹងណា ណា ទាំងហើយតែបើធ្វើ4-500អីយើងយកទៅ គេថា500ក៏បសំរុំដែរដី ហើយ500ព្រោះយើងយកមកវត្តទេមិនយកទៅធ្វើអីទេនេះគឺដីដូចថ្មបានពោអញ្ចឹងគឺមិនដល់សតតែមួយជ្រុងតិចនឹងឯងសូមមួយជ្រុងនឹង មក សូម 9ចុច25 ហើយព័ត៌មានយ៉ាងណាថ្មនឹងបានពោជូនយោមបន្ថែមទៀតហើយសង្ឃឹមថាញោមនឹងចូលរួមចូលចាប់កុសលនៅការចាក់ដីនេះក្នុងវេលា$10ជាមួយនឹងអាត្មាភាពពិខុទិញកំឡោនហើយញោមតាក់ទងជាមួយលោកគ្រូមហាយនឿនឬក៏ញោមមហាបាសកសិរិនសួនឬក៏ញោមមហាបាសិកាអ៊ីបឆៃគឹមហាលូយាយហាវ៉ៃចឹងសូមអរគុណចឹងសូមអរគុណលើឡានគេមកហើយខាងក្រៅគឺឡានគេកំពុងចាក់ខ្ញុំដល់ហ្នឹងមកថតក្រុម